ជួនវីដេអូនេះជាពិសេសសម្រាប់អ្នកដែលមានពេលទំនេរជួយចិត្តធ្វើឲ្យខ្លួនឯងលំបាកថ្ងៃនេះឃើញរូបខ្ញីហ្នឹងមិនមានខ្ញីខ្ញុំទេគឺខ្ញុំទិញគេទេខ្ញីខ្ញុំមានតែមកគុំខ្ញុំគ្មានហ៊ានតក់ទេចាហើយខ្ញីនេះខ្ញុំទិញពីក្នុងទូលេនគេហៅតែប្រភេទខ្ញីភ្លើងគឺហឹលល្អណាស់អ្នកទាំងអស់គ្នាអើយចឹងកសិករគាត់បានដកហើយយើងសបោចឹងទៅយើងក៏ទិញទុក2គីឡូចឹងទៅខ្ញុំធ្វើតែខ្ញីខ្លះហើយទុកញ៉ាំខ្លះវិធីសាស្ត្រធ្វើតែខ្ញីនេះយើងអាចយកវាហាន់បកសបកអញ្ចឹងហើយយើងយកវាទៅលីងជាមួយនឹងកលីងហើយបើកភ្លើងតិចតិចមែនទេចាហើយយើងបើកភ្លើងហ្គាសមកទូចមែនទេណាយើងទុកសម្ងួតវាចាហើយរួចហើយយើងដាក់សម្ងួតចោលយើងទៅបកសបកទៀតទៅចាហើយបើអ្នកទាំងអស់គ្នាខ្ជិលដាក់ទាំងសបកក៏បានដែរប៉ុន្តែគឺថាវាអត់ឆ្ងាញ់ទេវាស្កាត់ចាហើយមកបែរទៀតបកសបកហើយខ្ញុំហាន់វាកង់រួចហើយយកទៅហាលក្នុងម្លប់ចាហើយខ្លះយើងទុកញ៉ាំដាក់ក្នុងទូទឹកកកទៅប៉ុន្តែវិធីសាស្ត្រទុកបានយូរបំផុតគឺយើងកប់ដីខ្សាច់ចាហើយវាទុកសម្រាប់ធ្វើពូជផងទុកញ៉ាំបានយូរផងចារួចហើយនេះក៏ស្រួយខ្ញោកអញ្ចឹងទៅសម្ងួតបានហើយប្រហែលជា2ម៉ោងកន្លះ3ម៉ោងអីទេមកធ្វើហើយនឹងគឺថាឈឺចង្កេះចុកក្នុងបើអ្នកទាំងអស់គ្នាអត់ចូលចិត្តលំបាកទេអ្នកទាំងអស់គ្នាទិញគេទៅចានេះគ្រាន់តែជារឿងដែរសម្រាប់ខ្ញុំចូលចិត្តធ្វើឲ្យខ្លួនឯងលំបាកអរគុណ